ប្រធានបទយើងតើទៅមួយនឹងការគាត់អត់ធ្លាប់ជាបាលថ្លើមដែរគាត់អត់ធ្លាប់ជាបាលទេអឺគាត់ចង់សួរថាគាត់ចង់ជាបាលថ្លើមតើរបៀបជាបាលថ្លើមរបៀបយ៉ាងម៉េចគាត់សួរយ៉ាងណាព្រោះគាត់អត់ធ្លាប់ដឹងទេខ្ញុំកណាសូមក្រាបថ្វាយបង្គំប្រធានានិងឋានៈគ្រប់អង្គនិងជាសួរឯកឧត្តមលោកជំទាវលោកស្រីនិងកញ្ញាទាំងអស់ធានបទរបស់យើងគេសួរថាតើលាកថ្លើមហ្នឹងថ្លើមប្រភេទ B ហ្នឹងតើការព្យាបាលរបស់វាយ៉ាងម៉េចដែរគាត់និយាយទៀតថាគាត់កាលមុនគេថាព្យាបាលថ្លើមថ្លៃណាស់អញ្ចឹងណាអស់លុយច្រើននិយាយរួមទៅគាត់ថាអស់លុយច្រើនអត់ទេឥឡូវនេះការព្យាបាលថ្លើមគឺគេប្រើតែថ្នាំគ្រាប់ទេប្រើតែថ្នាំគ្រាប់មួយមុខឬក៏ថ្នាំជំនួយអីមួយមុខពីរមុខអញ្ចឹងណាបើសិនជាយើងគ្រាន់តែមានមេរោគថ្លើមយើងមាន function មានអីធម្មតាអីទាំងអស់គ្រាន់តែមុខងារអីផ្សេងអីវាទាំងអស់វានៅល្អទាំងអស់ណាហើយយើងចាំព្យាបាលអាហ្នឹងគេប្រើតែថ្នាំគ្រាប់ទេពេលខ្លះអ្នកខ្លះហើយជំងឺខ្លះគេសាច់គេល្អគេអាចសាច់ថ្លើមគេល្អអីសពបែបយ៉ាងទាំងអស់ពេលច្រើនគេប្រើថ្នាំទៅមុខហ្នឹងឯងពួកថ្នាំគ្រាប់គេហៅពួក tenofovir ណាអាហ្នឹងតែមួយមុខអញ្ចឹងក៏អត់មានបញ្ហាទេដោយសារឥឡូវហ្នឹងគេមានថ្នាំរបស់គេតែពីរបីមុខទេតាក់ទងមួយថ្នាំគ្រាប់ទេថ្នាំហ្នឹងមិនជាថ្លៃប៉ុន្មានទេហើយខ្លាចថាយើងនៅជនបទក្របសត្វហ្នឹងវាគួរសមដែរ4 10 20រៀលអីចឹងមកកំប៉ុងណាប៉ុន្តែនៅកម្ពុជាយើងមានក្រុមរបស់មានក្រុមសមាគមគេទៅយុទ្ធជាមួយនឹងជំងឺថ្លើមយើងអាចតាក់ទងរលេខគេដើម្បីសួររមើលសមាគមគេហ្នឹងទៅកាន់តែថោកព្រោះយើងព្យាបាលដំបូងហ្នឹងគេត្រូវមើលមុខងារថ្លើមគេត្រូវមើលគេត្រូវរាប់មេរោគគេត្រូវមើលអេកូថ្លើមគេត្រូវមើល fibroscan ថ្លើមសាច់ថ្លើមទាំងអស់ហ្នឹងហើយតម្លៃវាថោកទេបើយើងចំណាយលុយតែដំបូងធំច្រើនបន្តិចប៉ុន្តែក្រោយមកអត់ទេយើងប្រើថ្នាំតាមួយកំប៉ុងមួយខែមួយកំប៉ុងហ្នឹងមួយថ្ងៃលេបមួយគ្រាប់មួយកំប៉ុងវិញ30គ្រាប់ចំណាយតាបើយើងនៅសមាគមថ្លើមគេហ្នឹងអស់តែ$7ទេ20000ជាងតិចធូរយើងអាចរកបានហើយកុំទុកយើងអត់គួរទុកទេបើយើងដឹងថាខ្លួនឯងមានលាកថ្លើមហើយយើងត្រូវទៅជួបគ្រូពេទ្យតាក់ទងជំនាញខាងហ្នឹងណាឲ្យគេជួយយើងទៅពោះតម្លៃថោកទេឡើយហើយសមាគមថ្លើមគេហ្នឹងទៅតម្លៃគេថោកសមរម្យអាចទទួលយកបាន